សួស្តីអ្នកនរគ្នាឥឡូវយើងតភាពរបស់យើងទៀតទៅរឿងសញ្ញាចេះស៊ីភាគទី5ហើយបន្តវិភាគមុនណាក៏មានពលឺមួយបាននាំកូនស្រីរបស់យើងដែលពលឺហ្នឹងគឺចេញមកពីត្បូងនឹងហ្នឹងគ្នាត្បូងនេះបេះដូងមកកូនរបស់យើងហ្នឹងហើយនៅកូនស្រីរបស់យើងក៏បានឃើញបរិម្នាក់ព្រាហើយគាត់ក៏បានគិតថាជារូបចម្លាក់ថ្មហើយគាត់ក៏បានហត់ទៅអោបគេអញ្ចឹងទៅតែគេមានបានអោបគាត់វិញណាគេក៏បានធាក់គាត់ចេញអញ្ចឹងទៅហើយអាប៉ែហ្នឹងក៏បាននិយាយថានេះគឺជាអំណោយដែលខ្ញុំបានជូនអ្នកហើយរួចក៏បានបញ្ជាកូនចៅហ្នឹងឲ្យចាប់កូនស្រីរបស់យើងអញ្ចឹងទៅគេកាត់ថាកូនស្រីយើងគឺជាទិដ្ឋករហើយពេលណាកូនស្រីរបស់យើងក៏មិនដឹងថាឆ្អីទៅជាឆ្អីទេអ្នកគ្នាមើលទៅគាត់ទៅទឹកមុខគាត់ក៏បានដឹងដែរហើយគាត់ក៏បានគិតថាគិតក្នុងចិត្តអ្នកគ្នាតើនេះគឺជានគរដែលបាននិយាយថានគរបាក់បែកមែនទេចឹងទៅព្រោះគាត់បានសង្កល់តាមមានដូចជាសសររូបចម្លាក់អីចឹងទៅដែលធ្វើឲ្យគាត់អាចនឹងសន្និដ្ឋានចឹងទៅហើយគាត់ក៏បានគិតថាគាត់នឹងប្រហែលជាឆ្លងភពមកហើយចឹងទៅដល់ពេលគេនឹងក៏បានចាប់គាត់យកមកឲ្យលើជង្គង់ជាមួយស្ដេចរបស់គេចឹងទៅហើយព្រមទាំងនិយាយថាកូនស្រីរបស់យើងគឺគាត់គិតច្រើនខ្លាំងមែនតើណាទាំងអស់គ្នាអើយគាត់វិភាគចុះវិភាគឡើងគាត់គិតថាគាត់នឹងបានឆ្លងភពមកមែនតើហើយពេលណាកូនស្រីរបស់យើងគឺគាត់បដាសម្លឹងទៅមុខស្ដេចនៅកន្លែងនឹងបដាចឹងទៅហើយបានគិតថានិយាយថារូបចម្លាក់ថ្មដែលឈរនៅពីមុខមឈូសថ្មគ្មានឈ្មោះនោះជាស្ដេចមែនទេមិនមែនប្រហែលជាមិនមែនទេតែប៉ុន្តែមើលទៅគាត់ពិតជាដូចគ្នាខ្លាំងមែនតើហើយនឹងសម្លៀកបំពាក់ទៅគាត់កាន់តែដូចគ្នាទាំងស្រុងហើយគាត់គឺជាអ្នកគ្រប់គ្រងនៅទីនេះមែនទេតើរូបចម្លាក់ថ្មនេះអាចក្លាយទៅជាស្ដេចដោយរបៀបណាហើយពេលហ្នឹងពេលស្ដេចហ្នឹងបានយកដៃហ្នឹងទៅច្រូតនឹងចការបស់គាត់ហើយបាននិយាយថាតើនេះគឺជានរណាហើយដើម្បីបានជាអ្នកមកលបលនៅមកព្រះរាជវាំងអញ្ចឹងហើយកូនស្រីរបស់យើងគឺគាត់អត់ហ៊ានប្រាប់ទេណាបងប្អូនគ្នាអត់ហ៊ាននិយាយទេដោយសារតែគាត់គិតថាគាត់ឆ្លងមកពីអនាគតចឹងទៅហើយដល់ពេលបើគាត់មិននិយាយប្រាប់គេចឹងទៅគេមិនជឿគាត់ប្រហែលជាអាចនឹងប្រហារជីវិតគាត់ចឹងទៅណាគ្នាបានកូនស្រីរបស់យើងគឺអត់បាននិយាយទេគឺគាត់បានតែគិតក្នុងចិត្តទេហើយពេលហ្នឹងអ្នកបម្រើរបស់គាត់ហ្នឹងដែលត្រូវជាដៃស្ដាំរបស់គាត់ហ្នឹងអ្នកគ្នាអត់ដឹងឈ្មោះអាប៉ែហ្នឹងឈ្មោះអីទេអាប៉ែហ្នឹងយើងដាក់ថាអាប៉ែសឹកក្រហមចឹងទៅអ្នកគ្នាហើយគាត់ហ្នឹងគឺត្រូវជាដៃស្ដាំរបស់ស្ដេចចឹងទៅហើយគាត់ហ្នឹងក៏បានសូមព្រះអង្គទតមើលទៅការស្លៀកពាក់ទៅរបស់គាត់ទៅមើលទៅហាក់ជាប្លែកខុសពីគេខ្លាំងមែនតែនតើគាត់នឹងមិនគួរឲ្យចម្លែកខ្លាំងទេឬហើយថែមទាំងគាត់បានសម្លឹងមកមើលទ្រង់ដោយមិនដាច់ពីកសែថ្មីទៀតផងហើយពេលណាកូនស្រីរបស់យើងមានជាការទឹកមុខរបស់គាត់គឺចេញមកដោយថាគាត់ក្រោកសៅខ្លាំងមែនទែនអ្នកទាំងអស់គ្នាអើយគាត់គិតថាកាលពេលដែលគាត់បានបាយគ្នាជាមួយកូនប្រុសរបស់យើងគឺជាពេលដែលគាត់នឹងឈឺចាប់ខ្លាំងមែនទែនហើយក៏ជាលើកទី2ដែលគាត់អាចនឹងជួបកូនប្រុសរបស់យើងហើយតែមិននឹកស្មានថាវានឹងមានរឿងបែបនឹងសោះគាត់គិតហើយដល់ពេលនៅកូនប្រុសរបស់យើងក៏បានដើរចេញហើយព្រមទាំងបានហុចដៃមកចឹងទៅកូនស្រីរបស់យើងស្មានតែគេហុចដៃមកចាប់តោងគាត់ហ្នឹងដូចថាជួយយកគាត់ហ្នឹងឡើងតែមានអ្នកគេហុចដៃមកយកកបិតទៅណាបងប្អូនគ្នាហើយគេយកកបិតនោះហ្នឹងមកចាក់ដៃកូនស្រីរបស់យើងព្រមទាំងបាននិយាយថានេះគឺជាការព្រមានរបស់គេសម្រាប់កូនស្រីរបស់យើងចឹងទៅថាតែកូនស្រីរបស់យើងហ្នឹងគឺហ៊ានយកដៃហ្នឹងមកចាប់គេចឹងទៅហើយចេះប្រមាណខ្លួនទេថាគ្រូហ្នឹងគឺជាត្រឹមតែជាមនុស្សសាមញ្ញធម្មតាចឹងទៅហើយព្រមទាំងនិយាយថាថ្មីរបស់កូនស្រីរបស់យើងហ្នឹងគឺចេញមកដោយភាពត្បិតពីផុតត្បិតមិនទេអ្នកគ្នាហើយរោគទាំងចង់ចាក់ថ្មីកូនស្រីរបស់យើងទៀតតែគាត់នឹងក៏បានបោះកបិតចោលវិញហើយទាំងនិយាយថានិយាយថាអត់សុបាយចឹងទៅថាគេអត់សុបាយទេក្នុងការលេងធ្វើឲ្យកូនស្រីរបស់យើងចឹងទៅគេក៏បាននិយាយថាកបិតហ្នឹងគឺកខ្វក់ណាស់រួចក៏បានបោះចោលព្រមទាំងអ្នកមហារបស់គេនេះក៏បានយកកណាត់មកឲ្យគេជូតដៃចឹងទៅណាគ្នាដោយសារឈាមកូនស្រីរបស់យើងចឹងទៅព្រោះដោយសារតែកូនស្រីរបស់យើងគឺអត់ព្រមសារភាពនឹងទាំងអស់គ្នាឲ្យគ្នានិយាយមែនបើថាគ្នាមកពីសម័យអនាគតចឹងទៅឲ្យគេមិនជឿគាត់ចឹងណាគ្នាហើយក៏បាននិយាយថាទៅប្រាប់អបិសកក្រហមហ្នឹងឲ្យនិយាយថាធ្វើមិនក៏បានដែរឲ្យតាកូនស្រីចាំងលុយរបស់ព្រមឆ្លើយសារភាពចឹងទៅអ្នកគ្នាគេមិនខ្វល់សុំឬគេថាស្រាប់ឬក៏រស់ក៏គេអត់ខ្វល់ដែរចឹងទៅអូអាក្រក់ម៉េះតែស្រឡាញ់គេវិញចាំមើលហើយអបិសកក្រហមក៏បានទទួលបញ្ជាចឹងទៅណាទាំងអស់គ្នាហើយកូនស្រីរបស់យើងក៏បានគិតថាគាត់មិនមែនជារូបចម្លាក់ថ្មនោះទេតើរូបចម្លាក់ថ្មនោះអាចធ្វើដាក់បែបនេះដាក់ខ្ញុំបានរបៀបណាទៅគាត់ចិត្តល្អព្រមទាំងការពារខ្ញុំហើយកូនស្រីរបស់យើងក៏បានប្រៀបធៀបថាពីហ្នឹងគឺមុខមាត់ពិតជាដូចគ្នាតែចរិតគឺមិនដូចគ្នាទេមួយទន់ភ្លន់ហើយមួយទៀតគឺជាខូខើខ្លាំងមែនទែនហើយសាររបស់យើងក៏បានចាប់ប៉ុណ្ណឹងសិនណាបងប្អូនគ្នាចាំនៅភាគក្រោយជាណាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា